ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាខ្ញុំកាតាលីយ៉ាងថ្ងៃនេះដែរគឺខ្ញុំនឹងយករៀបតមិនសម្រាប់អ្នកស្ដាប់ស្រាប់ចឹងណាមកចុចសាច់រឿងអ្នកក៏ដូចជាមានដែរ subscribe និងសញ្ញារូបកណ្ដឹងផងណាតោះចុចសាច់រឿងរបស់យើងគ្រប់គ្នាភ្ញាក់ផ្អើលនឹងរឿងនេះថាតើមានរឿងអ្វីដែរឬទេបែបបក៏នៅក្នុងឆាតហើយនិយាយថាហើយមិនបាច់បារម្ភទេធន់ទ្រាំណាស់តែទីរេក៏បាននិយាយថាវាមិនអីទេគ្រាន់តែជាទឹកមុនសតទេរហូតតក៏នៅក្នុងឆាតហាទឹកដល់កូនគឺជាទឹកមុនតើអធិរាជឬក៏ជាឪពុករបស់ខ្ញុំគាត់ឈួតមែនទេតើគាត់ចាប់ទុកថាទឹកដល់កូនដែលខ្ញុំព្រោះហ្នឹងគឺជាទឹកមុនតែព្រះបន្ទានឲ្យមែនទេអធិរាជជួយទៅដល់កូនទៅលើមកធ្វើដូចជាធម្មតាមិនគ្មានរឿងអ្វីកើតឡើងអ្នកបម្រើនៅទីនោះមើល member ដោយសេចក្តីស្រឡាញ់នឹងចូលចិត្តអូស្ការមើលទៅឪពុកហើយគិតនៅក្នុងចិត្តថាតើឪពុកអង្ការណាឲ្យប្អូនមកគេដើម្បីពោពេលនោះអូស្ការបានស្រាយទៅឪពុករបស់គេអធិរាជដែលជាប៉ារបស់អូស្ការបាននិយាយថាតើមានរឿងអ្វីមែនទេអូស្ការបាននិយាយឡើងថាតើខ្ញុំអាចសុំបីប្អូនបន្តិចបានទេលោកប៉ាបែបមកក្នុងចិត្តថាតែកុំអែមឲ្យទៅក្មេងប្រុសនោះពោអីពេលនោះអធិរាជសំឡងទៅអូស្ការយល់ច្បាស់ថាវាមិនអាចទៅរួចទេប៉ុន្តែខ្ញុំពិតជាចង់បីមែនប្រុសខ្លាំងណាស់អធិរាជបានឆ្លើយថាពិតជាមិនបានទេប៉ុន្តែលោកឪពុកយល់ថាកូនពិតជាចង់ពោប្អូនចំណែកមែនប្រុសគិតថាការនៅកណ្ដាលអ្នកទាំងពីរនេះពិតជាវល់មុខនឹងឈឺក្បាលខ្លាំងមែនតើតោះក្រឡេកទៅមើលរាជជីវៈវិញមែនបើបងដល់ព្រះកុំអោសពួកគេទាំងពីរនឹងមានចំណាប់អារម្មណ៍លើនេះប៉ុន្តែឪពុកដែលត្រូវជាអធិរាជនោះគឺថាមកមើលនេះជារៀងរាល់ថ្ងៃតែម្ដងរីឯបងប្រុសរបស់ខ្លួនវិញក៏ចរិតដូចឪពុកដែរហើយមែនបើយើងពិតជាធន់ទ្រាំណាស់ដែលពួកគេទាំងពីរហ្នឹងមានចំណាប់អារម្មណ៍លើនាងអញ្ចឹងណាអ្នកគ្នាតែខ្លះបងប្រុសនាងលួចមកមើលនាងដោយមិនឲ្យអធិរាជបានដឹងពេលនោះមែនបើបានលើសម្លេងមួយបាននិយាយថាតែចាប់ទៅឲ្យឆ្ងាយទៅក៏ដោយសារតែអធិរាជនឹងបានអើយរបស់ស្អាតស័ក្តិសមណាស់នឹង member របស់យើងដោយមានដាវនៅក្នុងដៃអធិរាជបានយកដាវនឹងវានឹងដើម្បីយករបស់នៅក្នុងនោះពួកឯងវាស្រស់ស្អាតចឹងណាសម្រាប់ member បរិះដែលលូនតួនឹងក៏បាននិយាយថាយ៉ាងណាក្តីអធិរាជក៏គួរតែមិនយករបស់នឹងចេញដែរសារអីគឺជាគេដំណើរបន្សល់ទុកអ្នកបម្រើបានគិតថាកំហុសរបស់ព្រះអាចនឹងធ្លាក់មកដល់ពួកគេតែ member របស់យើងនឹងបានបញ្ចេញសម្លេងអីមួយចឹងណាដើម្បីឲ្យគេយល់ប៉ុន្តែគេមិនយល់ពីសាររបស់នាងទេពួកគេនាងគឺជាទារកអូនអ្នកគ្នាឯមាននឹងទេពងសុតមួយបានញាត់ដោយខ្លាចទៅជាសត្វមួយដែលមានពណ៌មាសហើយភ្លឺចែងចាំងគួរឲ្យស្រឡាញ់ហើយក៏មានរូបរាងដូចជាសត្វឆ្មាអញ្ចឹងដែលម៉ែបាននិយាយថាគ្រាន់តែជារឿងមួយដែលគួរឲ្យសំណើនេះទេកុំចេះតែនិយាយអីរីឯម៉ែរបស់យើងបានគិតនៅក្នុងចិត្តថាតើសត្វឆ្មាអាចមានរូបពណ៌មាសដល់របៀបណាទៅហើយមេបងបានក៏បន្តទៀតថាតើខ្ញុំរស់នៅក្នុងលោកនេះបន្តទៀតទៅបើពិភពលោកនេះពិតជាមានអ្វីផ្លាស់ជាច្រើនដែលខ្ញុំមិនទាន់បានដឹងបរិជាអ្នកបម្រើនោះក៏បាននិយាយបន្តទៀតថាវាមានពិតមែនវាមិនមែនអត់មាននោះទេមេបងបានក៏បន្តទៅទៀតថាបើមានពិតមែនណាគឺថាចង់ទៅមើលគឺថាចង់ដឹងតែម្ដងចាប់ពីកន្លែងនេះទៅគឺ admin សូមបែបសម្រាយណារៀងងាយយល់តិចអ្នកគ្នាព្រោះឯងដោយសារតែសាច់រឿងនេះរបៀបមានយុទ្ធសាស្ត្រធម្មពលអីចឹងណាគេចង់និយាយអំពីអញ្ចឹងណា member បានមើលអំពូផ្លូវទៅលើដល់គិតថាវាពិតជាអវ៉ាន់ដល់ថ្លៃឯងបានឪពុករបស់នាងដាក់ព្យួរចំហ្នឹងដល់ត្រឹមនេះ member ក៏អាចកម្រើកដៃនិងកាយវិការរបស់ខ្លួនបានបន្តិចបន្តួចហើយ member បានក៏ទៅក្នុងចិត្តបន្តថាពេលនេះនាងអាចកម្រើកដៃរបស់នាងបានហើយតើថ្ងៃនេះនាងអាចសាកល្បងវិធីសាស្ត្រថ្មីបានដែរឬទេដោយនាងបានគិតខំកម្រើកខ្លួនប៉ុន្តែនៅតែអត់កើតនាងបានគិតយ៉ាងមុំថានាងនឹងគិតខំកម្រើកខ្លួនឲ្យទាល់តែបានប៉ុន្តែយ៉ាងណាក៏នៅតែដដែលបន្តគិតថានាងប្រហែលជាមិនធំធាត់លឿនទេហើយរត់តែដឹងច្បាស់ថាมันអាចទាន់ដើរនឹងកម្រើកបានទេសូម្បីតែធាក់ជើងបញ្ចេញកំហឹងក៏មិនអាចធ្វើកើតដែរពេលនោះយើងបានឃើញអូស្ការកំពុងតែមើលអ្វីមួយតាមពិតទៅគឺអូស្ការមករកmember ហ្នឹងឯណាគ្នាហើយខ្លួនបលាពោពេញដោយដីនិងស្លឹកឈើអូស្ការដើរសម្ដៅទៅរកនាងឈប់ឯកនឹងរឹងហើយសំឡងទៅមើលម៉ាស់បែលតែមេដោហាមប្រានថាកុំប៉ះព្រះនាងអីព្រះរាជបុត្រហើយអូស្ការនិយាយថាមិនអីទេតើខ្ញុំអាចប្រាប់បន្ទប់ទឹករបស់ម៉ាស់បែលបានដែរឬទេបើសិនព្រះចៅអធិរាជទតឃើញព្រះរាជ
បត់មកបែបនេះតើគាត់គិតយ៉ាងម៉េចទៅម៉ែដោះងាកមើលម៉ាបែលហើយក៏មានអារម្មណ៍ថាម៉ាបែលកំពុងតែធ្វើអ្វីមួយអ្នកបម្រើដាក់ដៃលើថ្ងាសនាងហើយក៏មានអារម្មណ៍ថាប្រានាងបាញ់ញើសច្រើនណាស់ប្រហែលជាម៉ាបែលកំពុងតែធ្វើរឿងអ្វីមួយហើយមើលទៅប៉ុន្តែម៉ាបែលយងគ្រាន់តែឲ្យងើបងអ្នកនេះប្រកាសជាដឹងដែលយើងបាននិយាយហ្នឹងស្រាប់តែអ្នកបម្រើនោះទៅហៅអ្នកបម្រើមួយទៀតដើម្បីហៅគ្រូពេទ្យឲ្យមកមើលនឹងឲ្យព្រះចៅអធិរាជមកមើលដែរចឹងណាបន្ទាប់ពីនោះគឺអូស្ការបានមួយទឹកហើយចឹងណាអ្នកគ្នាតែពេលដែលឃើញឲ្យអូនស្រីដែលធ្វើជាម៉ាបែលហ្នឹងឃើញចឹងក៏រត់ស្ទោទៅប្រាប់ព្រះចៅអធិរាជឲ្យមើលទៅអូស្ការនិយាយថាសម្លេងនាងខ្សោយណាស់ប្រហែលជានាងមានជំងឺឬក៏ឈឺអ្វីមួយហើយប៉ុន្តែម៉ាបែលយងគឺបានត្រឹមតែនិយាយបែបជាសម្លេងជាទារកចឹងណាអ្នកគ្នាដែលម៉ាបែលយងរៀបនឹងកេងលោកឲ្យព្រោះអីហត់នឹងពីអ្នកហ្នឹងប៉ុន្តែឲ្យអូស្ការនិងអ្នកបម្រើហ្នឹងគឺសុំមកកុំឲ្យព្រះនាងកេងអញ្ចឹងណាចំណែកឯអធិរាជដែលអធិរាជនេះវិញគឺថារត់មកយ៉ាងលឿនមែនតែព្រោះភ័យខ្លាចថាម៉ាបែលហ្នឹងកើតអីធ្ងន់ធ្ងរអញ្ចឹងណាក៏បើកស្ទូចទ្វារយ៉ាងលឿនដើម្បីទៅរកម៉ាបែលនៅពេលដែលបើកទ្វារហើយឃើញម៉ាបែលឲ្យបែកញើសច្រើនសឹងគឺថាអធិរាជពិតជាមានការផាត់ភ័យខ្លាំងមែនតែនប៉ុន្តែម៉ាបែលក៏ក្នុងចិត្តថាគ្រាន់តែកម្រើកខ្លួនតិចតួចបែកញើសប៉ុណ្ណឹងសិនក៏មានអារម្មណ៍ថាពួកគេហ្នឹងគឺថាដូចថាវាមកខ្ញុំវាក់យល់ទេអ្នកគ្នាអញ្ចឹងយើងតសាច់រឿងយើងវិញណាពេលនោះអធិរាជក៏ហៅឲ្យគ្រូពេទ្យហ្នឹងមកមើលឲ្យម៉ាបែលយើងតើកាត់អីមែនទេចឹងណាឯគ្រូពេទ្យក៏បាននិយាយថាគ្រាន់តែព្រះនាងកម្រើកតិចតួចដែលមានការបែកញើសតែប៉ុណ្ណោះវាមិនមានអីធំដុំទេព្រះចៅអធិរាជអើយគ្រាន់តែឲ្យហូបអីតិចតួចទៅគឺមានកម្លាំងហើយមិនសូវជាអីវិញហើយម៉ាបែលយើងក៏គិតដូចនឹងដែរប៉ុន្តែអធិរាជនៅតែនិយាយថាសូមពិនិត្យមើលម្ដងទៀតមើលក្រាញ់លោកខុសប្រក្តីត្រង់ណាមួយហើយគ្រូពេទ្យនៅតែនិយាយបន្តទៀតថាវាគ្មានអ្វីដែរវាគ្មានវិធីកំណត់ដើម្បីរកឃើញនោះទេព្រះចៅអធិរាជចាប់ម៉ាបែលចូលមកចិត្តអ្នកនៅក្នុងបន្ទប់ធូរចិត្តហើយមានអារម្មណ៍ថាធូរស្រាលនៅក្នុងរបងដៃព្រះចៅអធិរាជនាងមានអារម្មណ៍ថាពិតជាចម្លែកណាស់ពីមុននាងតែងរអៀខ្លួននៅពេលដែលទ្រង់បីនាងប៉ុន្តែពេលនេះនាងមានអារម្មណ៍ថាកក់ក្ដៅបំផុត10នាទីមុននៅក្នុងបន្ទប់ប្រជុំមនុស្ស10នាក់ត្រូវរងរបួសដោយសារតែដឹកអ្នកទោសអធិរាជស្ដាប់ដំណឹងនេះដោយក្តាប់ដៃណែននិងដកដង្ហើមធំដោយការរំខានដោយសារតែរឿងមិនគួរឲ្យជឿក៏ព្រោះដោយសារតែចាប់បិសាចfair for in ដោយនិយាយរបៀបថាឲ្យវេទនាចឹងណាអ្នកគ្នាកន្លែងហ្នឹងគេចង់មាននេះបែបហ្នឹងហើយបើសិនជានិយាយខុសចំណុចណាសូមអធិស្ឋានផងបរមអ្នកនេះស្លៀកឈុតខ្មៅពីក្បាលដល់ចុងជើងដោយគ្មានពាក់អាវក្រៅឬឧបករណ៍ការពារខ្លួនអ្វីទាំងអស់វាបានសម្រាប់មនុស្សជាច្រើននាក់ក្នុងពេលដ៏ខ្លីហើយវាក៏ជាឧបករណ៍ដែលគេប្រើប្រាស់នៅក្នុងសង្គ្រាមមួយតែគេដែលរហ័សថាគឺជាបិសាចចឹងណាអ្នកគ្នានៅពេលដែលមានសង្គ្រាមមួយនៅខាងតំបន់នោះគឺថាអាគាត់ហ្នឹងគឺយកព្រមឲ្យទាហាននោះគឺចាប់ខ្លួនបានឲ្យងាយស្រួលតែពួកគេភ្ញាក់ផ្អើលពេលដែលតែងមុខបិសាចនោះចេញចឹងណាគឺថាឃើញក្មេងប្រុសម្នាក់ដោយស្អាតចឹងទៅហើយពេលនោះអធិរាជក៏បាននិយាយឡើងថាបិសាចនេះពិតជាមិនគួរឲ្យធម្មតាមែនអ្នកទោសនេះនៅឯណានៅតំបន់ព្រៃមួយដែលរៀងឆ្ងាយបន្តិចតប្រើពេលយូរទើបដល់ណាអធិរាជចាប់អារម្មណ៍ថាមិនអាចគ្រប់គ្រងបានទើបក៏និយាយឡើងថាម្ដងទៀតហើយអង្គរាអ្នកចាត់ការនោះក៏បាននិយាយឡើងថាដោយបានលើដំណឹងនេះអធិរាជគូតកយ៉ាងខ្លាំងហើយរឿងឯវិញក៏មានតែប៉ុណ្ណឹងអរគុណអ្នកគ្នាពីខ្ញុំកាតារីយ៉ាណាចឹងក៏មានការខុសឆ្គងកន្លែងណាសូមអធិស្ឋានហងបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ